ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការ install Ubuntu ត្បូងចុចលើ new តបមកយើងដាក់ឈ្មោះរបស់ Ubuntu របស់យើងហើយយើង select ទីតាំងដែលយើងត្រូវដាក់ខ្ញុំដាក់ទៅលើ drive C តបមកចុចនេះហើយកន្លែង memory កន្លែងនេះខ្ញុំដាក់4G តបមកខ្ញុំយក finish ហើយនេះគឺបន្ទុករបស់យើងហើយយើងចូលទៅកាន់ start កន្លែងនេះគឺយើងរើស file ISO Ubuntu ដែលខ្ញុំដាក់នៅជាមួយនឹង folder Ubuntu ដែរហើយនេះយើងចាំវាបន្តិចសិនក្នុងកន្លែងនេះយើងយកភាសាអង់គ្លេសខ្ញុំឆ្លេចយកអង់គ្លេសបន្ទាប់មកខ្ញុំចុច down ហើយខ្ញុំយក Ubuntu server ហើយខ្ញុំចុច down កន្លែងនេះយើងដើរ enter ទៀតតែយើង select យក DHCP auto យក default របស់វាកាលនេះដោយសារយើងអត់មាន proxy អញ្ចឹងយើងចុច down ទៀតតោះមកយើង continue កន្លែងនេះខ្ញុំដក text ចេញពីកន្លែង setup DSN RVM group ខ្ញុំដក text កន្លែងនេះចេញតោះមកខ្ញុំចុច down
đọt thêm về tránh em check down hay enter ក្រែងដាក់ញោមតមកយើងដាក់ឈ្មោះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំគេមកលីហូថ្ងៃនេះយកបន្ទូសវ៉ាដាក់ username នេះហូហើយខ្ញុំដាក់ password ខាងនេះយើង skip សិនថ្ងៃនេះខ្ញុំ take កន្លែងនេះយើងត្រូវចាំវាសិនកន្លែងនេះយើងត្រូវ remove installation file កន្លែងនេះយើងប្រើ command sudo ធ្វើមកយ៉ាងម៉េច password ហើយ comment កន្លែងនេះយើងប្រើដើម្បីបញ្ជាក់ថាវាមានអីខ្លះហើយបើវាអត់មានទេអានោះយើងអាច update ហើយនឹង upgrade បានអញ្ចឹងអានេះវាអត់មាន file ឬ directory ទេហើយយើងនឹងធ្វើការ update និង upgrade ចូល Windows Server
ដោយចាំរហូតដល់វាអាប់ដេតរួចហើយពេលនេះជំនាញទូយើងបានអាប់ដេតនឹងអាប់ក្រេតដូចជាសូមអរគុណជំរាបលាគ្រូជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំនឹង record អំពី Linux ដែលជា basic common ទី1ហ្នឹងគឺ who am I យើងជាអ្នកណាហើយ pwd គឺបង្ហាញទីតាំងដែលយើងនៅតបមក cd នេះគឺបកក្រោយវិញបកទៅកាន់ folder ហ្នឹងហើយ cd នេះគឺ go ទៅកាន់ parent directory ហើយ password db គឺបង្ហាញថាយើងនៅ home ហើយ folder ឈ្មោះ list home ហើយ list ហ្នឹងគឺមានអាយុ11គ្រប់អាយុ10ហើយ cd ទៅកាន់ទីតាំងដើមវិញពេលដែលយើងលីមកយើងចេញតាំងពីអស់មកហ្មងហើយលីអេហ្នឹងគឺបង្ហាញលក្ខណៈ human reachable គឺមនុស្សមើលបានទៅពេល tag file ហ្នឹងគឺយើងបង្កើត file តែដំបូងហ្នឹងយើងត្រូវចូលទៅកាន់ទីតាំងដើមវិញសិន
ពេលតមកយើងនឹងបង្កើត file មួយទៀតដែលអាយុ10.11 ហើយយើងបង្ហាញវាអញ្ចឹងយើងមាន2តមក echo ហ្នឹងគឺ create file ជាមួយនឹង content ហើយ cat file name ហ្នឹងមានន័យថាយើងបង្ហាញ content ដែលនៅក្នុង file អាយុ10ហ្នឹងហើយដល់ពេល cp source destination ហ្នឹងអាហ្នឹង copy file ដោយសារតែយើងអត់មាន file ឬក៏ directory ដាក់ហ្នឹងគឺ remove file ចឹងអាយុ10.11ហ្នឹងគឺយើងបានលុប file អាយុ10ទៅដល់ពេល mkdir ហ្នឹងគឺយើងបង្កើត group យើងបង្កើត folder ឥឡូវយើងមាន folder ឈ្មោះលីហមួយហើយ rmdir ហ្នឹងគឺយើងលុបចេញឥឡូវយើងចូលទៅកាន់ folder លីហតមកយើងបង្កើត file មួយ tag file ហ្នឹងដែលមានឈ្មោះ file ហើយយើងបង្ហាញវាឥឡូវយើងចូលទៅកាន់ parent directory វិញហើយយើងលុបមានន័យថាយើងលុបអត់បានទេព្រោះអីនៅក្នុងfolder ហ្នឹងវាមានតន្ន័យអញ្ចឹងប្រើ mrdir នឹងអត់បានទេតើយើងប្រើ rm.r បានលុបបានឥឡូវយើងលិះម្ដងទៀតមានន័យថា folder ឈ្មោះលីហហ្នឹងគឺបានលុបបាត់ទេខ្ញុំមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record វីដេអូអំពី ASX នៅទីយើងចូលទៅកាន់ Oracle Visual Book របស់យើង
ឥឡូវយើងចូលបានណាដំបូងគេនោះគឺយើងប្រើ sudo apt update សិនទោះមកយើងបញ្ចូល password ហើយវានឹង update យើងចាំវា update ហើយសិនឥឡូវយើង update ហើយហីយើងប្រើ sudo apt install.y open sh.server យើងប្រើ sudo apt install .y open sh ដូចខ្ញុំដក clear ចឹងវាខុសឥឡូវយើង install ហើយយើងចូលមកប្រើ sudo system enable.now sh ឥឡូវយើងចូលមកមួយទៀត sudo system
status x ហើយយើងប្រើ sudo allow sa ឥឡូវយើង allow ហើយតមកមួយទៀតគឺ IPA ហើយយើងហៅ window browser នេះ IPA យើងឃើញហើយអញ្ចឹងយើង ping 172.20.10.2 អូខេយើង ping បានហើយឥឡូវយើងប្រើ SX ហើយ username យើងហើយនឹង add server របស់យើងគឺ 172.20.10.2.2 ឥឡូវ SX របស់យើងគឺចូលយើងចូលទៅបានហើយខ្ញុំមានតែប៉ុណ្្នឹងជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record អំពី comment hardware និង system control ដំបូងនោះគឺ RS CPU មានន័យថាអានឹងបង្ហាញ CPU architecture core set model name តមកទៀតគឺ3.8 ដែល 3.8 នឹងគឺបង្ហាញ RAM ដែលយើងបានប្រើជាមួយនឹង Human Reachable Format Megabyte និង Gigabyte ហើយ DI.8 គឺ space ដែលយើងបានប្រើសម្រាប់ partition ទាំងអស់នេះគឺបង្ហាញពី space ដែលយើងបានប្រើសម្រាប់ partition ទាំងអស់ហើយ RABLK ហ្នឹងគឺសម្រាប់ block device ហើយ partition ជា tree architecture ហើយ IPA យើងបង្ហាញពី IP ដែលយើងអាចយកទៅ connect ជាមួយ SX បានឥឡូវមួយទៀតនោះគឺ shutdown នៅមានន័យថាយើងបិទកុំព្យូទ័រតែយើងត្រូវបញ្ចូល password សិនខ្ញុំមានតែប៉ុណ្្នឹងជម្រាបលាលោកគ្រូ
ជំរាបសួរលោកគ្រូនេះជាវីដេអូ record អំពី user management ទីមួយនោះគឺ Who am I user មួយខ្ញុំហើយមួយទៀតយើងនឹងបន្តមកយើងបង្កើត user ថ្មីយើងផល command sudo user add តែក្នុង user ហ្នឹងយើងអាចមាន descript តើមកយើងវាយ password មួយទៀតមកខ្ញុំដាក់ password ឲ្យ user ថ្មីហើយនេះគឺខ្ញុំ switch ទៅកាន់ user ថ្មីហើយខ្ញុំបញ្ចូល password ឥឡូវយើងបានចូលទៅកាន់ user ថ្មីហើយយើងប្រើ Who am I ដើម្បីបង្ហាញ user ថ្មីខ្ញុំឈ្មោះហោហើយនេះខ្ញុំបង្ហាញពី directory ដែលបានបង្កើតថ្មីតោះមកខ្ញុំបង្កើត folder ថ្មីមួយហើយខ្ញុំបង្ហាញវាឥឡូវខ្ញុំចេញទៅកាន់ user ដើមវិញហើយខ្ញុំបង្ហាញ user list តាមរយៈ cat etc password ខ្ញុំមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមក record អំពី group management ដែលដំបូងហ្នឹងគឺយើងបង្កើត group developer UX UI ហើយ develop ហើយយើងទៅសេនៅលើចូលមកដល់ចំណុចទី2គឺយើងលុប group developer ហើយនឹងបង្ហាញវាមកវិញថានឹងបានលុបនៅ
Chẳng dân phải hàngនេះគឺបង្ហាញហ្វាយបង្ហាញពេលបង្ហាញគ្រប់យើងប្រើតាម cat etc ហើយនឹងគ្រប់ នេះយើងបង្កើតថ្មីហ្នឹងមានតែ UI UI ហើយនឹង developer អញ្ចឹងមានន័យថាគ្រប់ developer យើងបានលុបទៅហើយចូលដល់ចំណុចទី3គឺយើងនឹងបង្កើតវាឡើងវិញហើយនឹងបង្ហាញវាយើងប្រើ sudo add group ឥឡូវយើងបង្ហាញវានេះគ្រប់ developer យើងបានបង្កើតមិញហ្នឹងចូលមកដល់ចំណុចទី4គឺយើងបង្កើត file developer process.txt UI UI process.txt និង developer process.txt យើងប្រើ command tag ឥឡូវយើងបង្កើតហើយយើងចូលមកដល់ចំណុចទី5គឺយើងនឹងបង្ហាញវាជា long text យើងប្រើ command add .l នេះយើងបានបង្កើតមិញហ្នឹងហើយមកដល់ចំណុចទី6គឺយើងនឹង change file permission វាទៅ755ទាំងអស់ហើយអញ្ចឹងយើងប្រើ chmod 755 tt .txt ហើយយើងបង្ហាញវាម្ដងទៀតនេះវាខ្លាំងទៅជាpermission 755ដល់ពេលដល់ចំណុចទីទី8យើងនឹងធ្វើឲ្យគ្រប់ developer និង UI UI អត់អាច access ទៅកាន់ developer group បានយើងប្រើ sudo
ឥឡូវចូលមកដល់ទី9គឺយើងបង្ហាញថាពីរហ្នឹងអត់អាច access ចូល develop group បាននេះគឺ develop access group permission នេះគឺអត់អាច permission នេះគឺអត់អាច retry និង execute បានទេខ្ញុំមានតែប៉ុណ្្នឹងជំរាបលាលោកគ្រូ